វាសួរលោកគ្រូហើយនឹងបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះហ៊ុនរអូនជាសិស្សថ្នាក់ទី 12A នៃវិទ្យាល័យព្រះនរោត្តមរណរដ្ឋហើយនឹងដែរខ្ញុំមកធ្វើបង្ហាញអំពីធ្វើម៉េចឲ្យយើងរៀនឲ្យបានពូកែហើយខ្ញុំមានកត្តាខ្លះៗមកប្រាប់អ្នកទាំងអស់គ្នាដូចជាកត្តាលើកត្តាខ្លួនឯងខ្លួនឯងគឺជាកត្តាដ៏សំខាន់មួយដែលអាចបង្រឹងឲ្យខ្លួនយើងឲ្យរៀនកាន់តែពូកែដោយសារតែយើងត្រូវតែខិតខំដល់ខ្លួនឯងក្នុងការស្វែងសិក្សារៀនសូត្របន្ថែមពីការរៀនសូត្រនៅសាលាហើយទីពីរនោះគឺកត្តាសាលារៀនក៏សំខាន់ដែរតែគឺជាកត្តាដែលបានផ្ដល់គឺជាកន្លែងដែលផ្ដល់ចំណេះដឹងដល់យើងគ្រប់គ្នាហើយឱកាសជាច្រើនផងដែរហើយកត្តាគ្រួសារគឺគ្រួសារបានលើកទឹកចិត្តឲ្យយើងបានខិតខំប្រឹងប្រែងរៀនសូត្រដល់ពេលដែលយើងមានអស់កម្លាំងក្នុងការរៀនសូត្រមានគ្រួសារដែលជាអ្នកលើកទឹកចិត្តដ៏សំខាន់បំផុតក្នុងការរៀនសូត្ររបស់យើងហើយបន្ថែមពីនឹងទៅទៀតគឺកត្តាការបង្កើតក្រុមស្វ័យសិក្សាដោយខ្លួនឯងនៅក្នុងសាលារៀនយើងអាចបង្កើតក្រុមស្វ័យសិក្សាជាមួយមិត្តភ័ក្តិរបស់យើងចែករំលែកពីការរៀនសូត្រផ្សេងៗទៅកាន់គ្នាទៅវិញទៅមកដើម្បីទទួលបានចំណេះដឹងកាន់តែច្រើនក្នុងការមានឱកាសក្នុងការប្រឡងឲ្យបានបន្ទូលល្អក្នុងថ្នាក់ផងដែរហើយកត្តាសង្គមក៏ជាកត្តាដ៏សំខាន់ផងដែរដោយសារតែសង្គមអាចផ្ដល់ឲ្យយើងនៅឱកាសជាច្រើនក្នុងការទទួលបានចំណេះដឹងនិងទទួលបានការប្រកបប្រជែងនានាឲ្យយើងបានដឹងពីវិញ្ញាសាជាច្រើនក្នុងការប្រឡងហើយជាចុងក្រោយខ្ញុំមានតែប៉ុណ្្នឹងដែរ